ស្ដីបាទនេះជាទេសភាពពេលព្រឹកនៅចំការរបស់ខ្ញុំខាងដែលភ្នំនោះគឺហៅថាភ្នំទំព័រហើយងាកមកខាងនេះហ្នឹងគឺគេហៅថាភ្នំខៀវខ្នង70ឃើញអាមួយកប៉ុចនោះអានោះគេហៅថាភ្នំកលឹងបាទតែចំណែកខាងនេះវិញគឺហៅថាភ្នំ1400ផ្នែកខាងនេះគឺហៅថា1500ភ្នំ1500តែមកខាងនេះវិញគេហៅថាភ្នំខ្មោចគឺមានតែប៉ុណ្ណឹងភ្នំខ្មោចអ្នកខ្លះគេហៅភ្នំដោះកមុំដោយសារអីនៅវាមានអាកប៉ុចជួចអញ្ចឹងមានតូចមួយខាងធំមួយខាងអញ្ចឹងគេហៅដោះកមុំ